រិត្រីសុស្ដីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកប្រស្នាចិនមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ណាស់នៅកម្ពុជានៅលើពិភពលោកយើងនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6អាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរប្រស្នាទី6ទី雄700个ទី雄700个បងប្អូនប្រុស7-8នាក់为此住持座为此住持座អង្គុយជុំវិញសសរ要是一分开是要一分开គ្រាន់តែបែកគ្នា一扶就彻破一扶就彻破彻破一扶就彻破សំលៀកបំពាក់បានរហែកប្រស្នានេះគឺស្វាន់ខ្ទឹម省字ពាក្យថ្មី700个7-8នាក់位置ជុំវិញ住持សសរ分开បែកគ្នា持要ត្រូវតែមានតែឈើភ័ររហែកធ្លុះធ្លាយអ៊ីហ្វូសំលៀកបំពាក់ជួអង្គុយឬជីកអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាខីកាសេនិងឧបាសកជួបយាននៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិននេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដូចចិត្តពងប្រាថ្នាការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែររាត្រីសួស្តីសូមជម្រាបលា